ok tao ởលើខ្ញុំបង្ហាញជូនផ្នែកខាងក្នុងបាទនេះកាពីតាប៉ុង2ប្រិមត្តណារត់ប៉ុង2បាទ 2H 4H 4L បាទប្រព័ន្ធចុះចំណោតបាទមាន dry mode ទៀតបាទបើកបរតាមសាភាពផ្លូវបាទសាកថ្មអត់បាច់ប្រើខ្សែបាទប្រអប់លេខបាទ10វគ្គអូតូម៉ាទិកជាប្រភេទរថយន្តលេខអូតូប៉ុន្តែក៏យើងអាចប្រើជាលេខដៃជំនួយបានផងដែរ screen ធំប្រិមត្តណាហើយចង្កូតអេឡិចត្រូនិកហើយខ្ញុំបាទចូលមកហ្នឹងគឺមានអារម្មណ៍ថា comfort មើលទៅមិនដូចរថយន្ត pick up ទេដូចជារថយន្ត SUV មួយគ្រឿងចឹងប្រិមត្តណាចឹងផ្នែកខាងក្នុងបង្ហាញជូនបងប្អូនប៉ុណ្ណឹងចូលមកដល់ផ្នែកខាងក្រោយប្រិមត្តណាជាប្រភេទរថយន្ត Mazut ចំណុះធុងប្រេងរបស់យើងគឺ80លីត្រជាបទពិសោធន៍របស់ខ្ញុំចាក់មកពេញអាចរត់ផ្លូវលាតផ្លូវខេត្តបានជិត 1000 គីឡូហើយបើយើងជន់ស្មើរត់ល្អទៀតអាចដល់ជាង 1000 គីឡូឯណោះប្រិមត្តណាហើយផ្នែកខាងក្រោយនេះប្រិមត្តយើងមានធ្នន់បាទសម្រាប់ជន់ឡើងបាទឆ្នាំនេះឃើញតែល្អមែនទែនគិតគូរហើយសម្រាប់ផ្នែកខាងក្រោយបងប្អូនតែចង់ដឹងហើយយើងប្រើប្រាស់ទាំងបូមហើយនឹងចទាបាទមូលហេតុអីយើងប្រើចទាព្រោះយើងត្រូវដឹកប្រិមត្តណាចឹង capacity នៃការដឹកផ្ទុកហ្នឹងគឺអាចបានដល់ទៅជាង1តោនហើយកម្លាំងនៃការសណ្ដោងបាទសមត្ថភាពនៃការសណ្ដោងបានរហូតដល់ទៅសណ្ដោងបានរហូតដល់ទៅជាង3តោនឯណោះបាទអញ្ចឹងគេប្រើប្រាស់បូមដើម្បីទប់ជាមួយចទាកុំឲ្យវាលាស់ខ្លាំងពេកដឹកបានធ្ងន់ហើយអ្នកជិះនៅក្នុងរថយន្តគឺទន់ណា comfort ណាប្រិមត្តណាបាទល្អមែនទែនប្រិមត្តអើយការ៉ូណាទេ 40000 ជាងផ្នែកខាងក្រោយនេះមានរសរទន់ហើយស្រេចណាអត់ធ្ងន់អត់អីទេប្រើតែដៃមួយរុញអញ្ចឹងមកប្រិមត្តណាបាទហើយកាមេរ៉ាបង្ហាញជូននៅផ្នែកខាងក្រោយនេះគេហៅគេមានជូនតំណប់នេះគេហៅ bedliner តំណប់នេះគឺ original ពីរោងចក្រមកតែម្ដងរថយន្តមួយចំនួនត្រូវដាក់នេះថែមមកប្រិមត្តណាមកអត់មានទេអានេះគឺយើងមកពីរោងចក្រស្រាប់តែម្ដងចិត្តតែជាគ្រឿង original ប្រិមត្តណាកាមេរ៉ាផ្នែកខាងក្រោយក៏យើងមាន sensor ផ្នែកខាងក្រោយក៏យើងមានប្រិមត្តណាបាទអញ្ចឹងយើងឃើញថាទំនុកចិត្ត 100%ជាមួយនឹងតម្លៃល្អប្រិមត្តអញ្ចឹងអាចពិចារណា XLT បាន